បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ឡើងហើមនៅក្នុងបន្ទប់ជួលរបស់ខ្លួនកាលពីវេលាម៉ោង 6:30 នាទីនៅថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2026 ស្ថិតនៅជិតផ្សារអូដឹមសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ហើយនឹងបានរាយការណ៍ជូនដល់សមត្ថកិច្ចមកពិនិត្យមើលដោយមិនដឹងថាជាករណីឃាតកម្មឬក៏ដោយសារតែជំងឺអ្វីនោះទេបើតាមអតីតភរិយារបស់សពបានឲ្យដឹងថាអតីតស្វាមីរបស់ខ្លួនឈ្មោះមុំសារ៉េតមានស្រុកកំណើតនៅខេត្តកំពង់ចាមនិងបានមកធ្វើការនៅរាជធានីភ្នំពេញដោយទើបតែបានផ្តិតមេដៃលែងលះគ្នាជាមួយអ្នកស្រីកាលពីថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2026 ពលគឺមានរយៈពេលប្រមាណ 3 ទៅ 4 ថ្ងៃប៉ុណ្ណោះអ្នកស្រីបានបន្តទៀតថាអតីតស្វាមីរបស់អ្នកស្រីធ្វើការជាកម្មកររោងចក្រដូចអ្នកស្រីដែរហើយអ្នកស្រីក៏មិនដឹងថាអតីតស្វាមីអ្នកស្រីកើតអ្វីដែរព្រោះអ្នកទាំងពីរបានរស់នៅបែកគ្នាអស់រយៈពេលជាច្រើនខែមកហើយបើតាមបុរសជាម្ចាស់ផ្ទះជួលឲ្យបុរសដែលដេកស្លាប់នៅក្នុងបន្ទប់នោះបានឲ្យដឹងថាមុនពេលមានការភ្ញាក់ផ្អើលឃើញបុរសដេកស្លាប់នេះអ្នកជួលផ្ទះរបស់លោកផ្សេងទៀតបានមកប្រាប់លោកនៅក្បែរបន្ទប់របស់ពួកគេមានធុំក្លិនស្អុយដោយកណ្ដុរងាប់ហើយលោកក៏ទៅមើលសត្វកណ្ដុរនោះពេលទៅជិតដល់បន្ទប់របស់បុរសរងគ្រោះក៏ធុំក្លិនកាន់តែខ្លាំងឡើងនិងមានរុយចេញចូលបន្ទប់នោះច្រើនឃើញដូច្នេះលោកក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកមើលពេលសមត្ថកិច្ចចុះមកដល់បន្ទប់និងកោះទ្វារទើបដឹងថាបុរសស្នាក់នៅក្នុងបន្ទប់ជួលនោះបានស្លាប់បាត់ទៅហើយ